សូមក្រាបនមស្ការថ្វាយបង្គំព្រះធរានុធរៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសសូមចម្រើនពរញោមញាតពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីគោរពរាប់អាននៅថ្ងៃនេះខ្ញុំគណៈអាត្មាចម្រើនពរជម្រាបអំពីកន្លែងការកសាងថ្មីបងកន្លែងការកសាងថ្មីនៅទឹកដីវត្តព្រៃពោះនេះគឺខ្ញុំគណៈអាត្មារៀបប៉ាណូឆ្លាក់ឈ្មោះញោមញាតណាបងប៉ាណូឆ្លាក់ឈ្មោះនេះគឺសម្រាប់ញោមញាតទាំងក្នុងនិងក្រៅប្រទេសដែលស្គាល់ខ្ញុំគណៈអាត្មាហើយញោមញាតបានចូលរួមកសាងឬក៏បច្ច័យ4ឬក៏ចង្ហាន់ណាបច្ច័យសម្រាប់ប្រសង់សិក្សារៀនសូត្រនៅទឹកដីវត្តព្រៃពោះហើយឈ្មោះទាំងអស់នោះគឺខ្ញុំគណៈអាត្មាប្រមូលយកមកដាក់នៅក្នុងប៉ាណូផ្លាកឈ្មោះនេះឯងបងនៅក្នុងប៉ាណូនេះបងហើយប៉ាណូនេះធំញាតិញោមនៅកម្ពស់3ម៉ែត្រណាបងហើយសឹងឈ្មោះញោមដែលចូលរួមបើញោមចូលកសាងពុទ្ធបរិមាគឺពុទ្ធបរិមាសូឡាឬក៏ទេពប្រណមឬក៏ចូលជាសសរចូលស្ពានអញ្ចឹងឈ្មោះទាំងអស់នេះខ្ញុំគណៈអាត្មាកត់រួចហើយបងអញ្ចឹងនៅឡើយនៅឈ្មោះញោមដែលចូលរួមកូនឈើចាក់ស៊ីម៉ង់ចាក់សាផ្លូវឬក៏ក្រាលឥដ្ឋកាកូឡាជុំវិញព្រះវិហារអញ្ចឹងសរុបឈ្មោះទាំងអស់នោះគឺខ្ញុំគណៈអាត្មាមកដាក់នៅកន្លែងប៉ាណូនេះឯងបងដោយញោមបានទស្សនាមើលហើយបងជាងកំពុងតែឆ្លាក់បងជាងកំពុងតែឆ្លាក់ចាប់ផ្ដើមឆ្លាក់ហើយញោមហើយមកខ្វះខាតបច្ច័យសម្រាប់ណាឲ្យថ្លៃជាងញោមបងសម្ភារៈថ្លៃជាងហើយឆ្លាក់ខ្វៀលញោមខ្វៀលមកស្អាតហ្មងញោមបងដូចញោមបានទស្សនាមើលខាងវីដេអូអាត្មាទាញមកបងនៅក្នុងដ្រូនបងហើយសូមថ្លែងអំណរអគុណចំពោះញោមម្ចាស់ដ្រូនគឺញោមសែនឌឿនភិតនិងស្វាមីព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិកបានប្រគេនដ្រូនខ្ញុំគណៈអាត្មាដើម្បីថតនៅសកម្មភាពទៅទឹកដីវត្តព្រៃពោះដែលកសាងនៅសមិទ្ធផលនានាបងឈ្មោះញោមចូលកសាងកុដិចាប់ពីខ្ញុំគណៈអាត្មាមកគង់នៅទីនេះគឺខ្ញុំគណៈអាត្មាកត់ឈ្មោះទាំងអស់បងទាំងញោមនៅទឹកដីភូមិព្រៃខ្ពស់ក៏ឈ្មោះច្រើនបងច្រើននៅទីនេះបងហ្នឹងហើយញោមនៅសហរដ្ឋអាមេរិកញោមនៅបារាំងប្អូនប្រុសនៅកូរ៉េនៅញូហ្សេឡង់នៅកាណាដានៅប្រទេសថៃកម្ពុជាជាពិសេសគឺអ្នកព្រៃខ្ពស់ក្បាលអាងមកឃ្លឿណាឲ្យតែញាតិញោមមកចូលរួមកសាងនៅទឹកដីវត្តព្រៃពោះគឺខ្ញុំគណៈអាត្មាបូកសរុបបញ្ចូលនៅនឹងប៉ាណូនេះឯងញាតិញោមបងឆ្លាក់នៅនឹងហើយលាបថ្នាំមកស្អាតនៅទីហ្នឹងហើយជាប់បានយូរបងពួកខ្ញុំគណៈអាត្មាតសេនៅជញ្ជាំងឧទាហរណ៍ថាបើយើងជសេក៏ជាប់បានយូរទេញាតិញោមអញ្ចឹងខ្ញុំគណៈអាត្មាដឹកនាំកសាងនេះគឺគិតពីតម្លៃឬគុណភាពឬក៏ឈ្មោះនឹងអាចកាត់ទេជេរកាលទាំងដោយខ្ញុំគណៈអាត្មាឲ្យជាងតសេឆ្នាំណាពុទ្ធសករាជគ្រិស្តសករាជហ្នឹងຕົកជាគេដំណើរដល់កូនខ្មែរចំនួនក្រោយទៅការសាងសង់ត្រូវតែមានឈ្មោះຕົកជាគេដំណើរទោះបីយ៉ាងណាដូនតារបស់បញ្ជើងទាំងហើយក៏បានឧទ្ទិសកុសលដល់ញាតិកាទាំង7សន្តានទាំងហើយញាតិញោមទស្សនាមើលតាមដ្រូននេះទេសភាពនៅទឹកដីវត្តព្រៃពោះហើយខាងនោះគឺរោងហើយខ្ញុំគណៈអាត្មាកសាងរោងនេះបើញោមចូលជាសសរគឺខ្ញុំគណៈអាត្មាឆ្លាក់ជាថ្មម៉ាតហើយញោមបងញោមចូលជាសសរអាត្មាឆ្លាក់ជាថ្មម៉ាតហើយតែបើញោមចូលជាសំង់ទាំងគ្រួសខ្សាច់ថ្មណាឬក៏កសាង100 1រៀល4 500 1000 2000 12000តាមកម្លាំងសទ្ធាខ្ញុំគណៈអាត្មាកត់សំបីប៉ុនបាំងស្គូលឡើងផ្ទះណាការកូនក៏ដោយឲ្យទីញាតិញោមកត់ឈ្មោះមកចូលកសាងឬក៏បច្ច័យ4នេះគឺខ្ញុំគណៈអាត្មាយកមកដាក់នៅក្នុងប៉ាណូនេះទាំងអស់នឹងតែម្ដងបងដោយញោមទស្សនាមើលក្នុងប៉ាណូនេះហើយគឺធំញាតិញោមក្បូរក្បាច់រចនាជាងឆ្លាក់ខ្វៀលខ្វងមកស្អាតមកញាតិញោមបងគឺគុណភាពឲ្យជាប់ថិតថេរណាញាតិញោមបងនៅមហាកុដហ្នឹងឯងនៅចិត្តកុដជាងខាងជើងបងហ្នឹងហើយជាងខាងជើងបងតាមបណ្ដាសង្គម Facebook YouTube និងเพจខ្ញុំគណៈអាត្មាផ្ទាល់ញោមបានទស្សនាមើលតាម YouTube
โยมអាចចូល comment នៅក្នុង YouTube បានញោមបងចូល comment ក្នុង YouTube ឬក៏ចែករំលែកជួយចែករំលែកបន្តបងសម្រាប់បណ្ដាសង្គម Facebook នេះគឺក្រុមហ៊ុន Facebook គេកាត់សម្លេងខ្លីៗញាតិញោមណាបង1នាទី1នាទីបងអញ្ចឹងកាត់សម្លេងខ្លីៗហើយរូបភាពទស្សនាមើលនៃខ្ញុំកណាអាត្មាណាថតត្រូនហ្នឹងបងហើយទាំងប៉ាណូរូបថតនេះគឺទុកជាអនុស្សាវរីយ៍ពេលធ្វើបុណ្យរំលឹកនឹកឃើញញោមបានមកដល់ទឹកដីព្រៃខ្ពស់មានរូបថតជួនកាលអាត្មាដកស្រង់ពីសង្គម Facebook យកមកផ្ដិតក៏ដែលញោមនួនអន្តរបញ្ញាញោមសែងឌឿនញោមប៉ាន់នួនថងតើមបងញោមប៉ាន់នួនថងតើមញោមថងកូតញោមថងហ្វងញោមច័ន្ទថងកធុញោមតាំងលីលីញោមតាំងចិន្តាញោមឆែមសវីញោមសែមឆែមសាំងអៀនញោមសេរីណាញោមញោមបាំងសុតសវនណាញោមឈិនភុនស៊ូញោមអ៊ុនតងបងនៅមានញាតិញោមទៀតបងដែលរូបថតហ្នឹងខ្ញុំកណាអាត្មាដកស្រង់យកមកណាប្រឌិតនៅមហាកុដនេះបងនឹងផ្ទាំងប៉ាណូនេះហើយឈ្មោះការកសាងមហាកុដនេះខ្ញុំកណាអាត្មាមិនបានទៅសេនឹងជញ្ជាំងទេគឺខ្ញុំកណាអាត្មាទៅសេដាក់នឹងប៉ាណូខ្ញុំកណាអាត្មាបានចម្រើនពរជំរាបប្រាប់ហើយគឺតែខ្ញុំកណាអាត្មាថាធ្វើអ្វីមួយគឺខ្ញុំកណាអាត្មាຕົកធ្វើតតែបានបងទេសភាពញ៉ាញោមមើលទេសភាពនៅទឹកដីភូមិព្រៃខ្ពស់បន្តិចក៏បន្តិចទេគឺអាត្មាបង្ហូតត្រូនឆ្វែលតាមដងស្ទឹងហើយតាមដងស្ទឹងនេះញាតិញោមខាអស់ហើយញាតិញោមក៏ខាអាត្មាលើកត្រូនកម្ពស់50ម៉ែត្របងកម្ពស់50ម៉ែត្រក៏ផុតចុងឈើណាកន្លែងនេះគឺកន្លែងស្ពានមួយដែរគឺសំណង់ណាមានសំណង់ទូចមានសំណង់ចាស់ណាអ្នកព្រៃខ្ពស់បានស្គាល់បងសម្រាប់ញោមដែលបានទស្សនាមើលវីដេអូនេះជួយចែករំលែកម្នាក់មួយបន្តផងហើយក៏សូមចម្រើនពរគ្រប់អញ្ជើញញោមញាតិពុទ្ធបរិស័ទស្រីប្រុសទាំងក្នុងនិងក្រៅប្រទេសមកចូលរួមទៀតណាមកចូលរួមចំណែកបុណ្យរំលឹកគុណអតីតអ្នកកសាងវត្តព្រៃខ្ពស់ណាវត្តចម្ពូរុក្ខាវនារាមហៅវត្តព្រៃខ្ពស់ឈ្មោះចម្ពូរុក្ខាវនារាមនេះគឺដូនតាព្រះគ្រូចាតកាលោកអាចារ្យគណៈកម្មការពីមុនគាត់ណាដាក់ឈ្មោះនឹងឲ្យបងតែចម្ពូរុក្ខាវនារាមចម្ពូប្រែថាដើមព្រិញទេណាក៏អញ្ចឹងនៅទឹកដីព្រៃខ្ពស់នឹងមានដើមព្រិញធំតែឥឡូវអស់ហើយញោមបងដោយញោមទស្សនាមើលនេះឃើញកន្លែងនេះគឺខ្ញុំកណាអាត្មាកម្រងកសាងប្រាសាទព្រំមុខ4ប្រាសាទព្រំមុខ4គឺដាក់តម្កល់រូបព្រះបាទជីវរ្ម័នទី7ខាងក្រោមពីខាងលើគឺឆ្លាក់ព្រំមុខ4ពីលើនឹងតែម្ដងបងហើយខ្ញុំកណាអាត្មាបោកថ្លៃជាងបោកថ្លៃសម្ភារៈទាំងរូបសំណាកទាំងអស់$4000ក៏ប៉ុន្តែខ្ញុំកណាអាត្មាកម្រងមើលទៅដូចស្ទើរខ្ញុំតន់តែថែមទៀតដែរញាតិញោមហើយបងណាហើយតសសិតតែធំញាតិញោមបានទស្សនាឃើញคลิปវីដេអូមុនបានដឹងថាតសនឹងធំហើយខ្ញុំកណាអាត្មាស្រោបក្បាច់ពាត់ជំនាញនឹងតែម្ដងហើយមាននាគក្បាល5ដែរណានាគក្បាល5ណាគឺព្រះបាទជីវរ្ម័នទី7នេះទោះបីញោមញាតទៅនៅទីណាក៏ដោយទៀតត្រូវនឹកគុណទៀតព្រោះយើងបានរស់នៅទឹកដីខ្មែរគ្រប់ជាតិសាសន៍ទាំងអស់ទៀតគឺព្រះបាទជីវរ្ម័នទី7ហ្នឹងមានស្នាដៃស្នាមពពកដ៏ឆ្នើមដ៏អស្ចារ្យជាអច្ឆរិយៈមនុស្សមានខួរក្បាលល្អណាដឹកនាំប្រទេសរីកចម្រើននាសម័យអង្គរទៀតចឹងបានខ្ញុំកណាអាត្មាអភិរក្សថែរក្សាយករូបសំណាកមកកសាងបន្តនៅទឹកដីវត្តព្រៃខ្ពស់ហ្នឹងហើយមួយវិញទៀតគឺខ្ញុំកណាអាត្មាយកមកបានមេតបមួយទៀតនេះនោះមេតបដែលមានប្រនាមថាអ្នកសញ្ជុស្រីទេវៈគឺព្រះបាទជីវរ្ម័នទី7កាលនៅប្រជជននៅគឺគាត់ជាអ្នកសាងសង់តុកនៅក្នុងប្រាសាទបន្ទាយឆ្មាបងតែខ្ញុំកណាអាត្មា
ប្រវត្តិសាស្ត្រខ្មែរសម្រាប់មេតបហ្នឹងគឺខ្ញុំអាត្មាដឹកនាំយកមកកសាងទុកឲ្យកូនខ្មែរជំនាន់ក្រោយហ្នឹងមើលដឹងថាអូមានមេតបណាជំនាន់នេះជំនាន់នោះអញ្ចឹងទៅទៀតហើយនៅព្រះវិហារនេះបានក្រាបអត់ការកូឡាពេញហើយញាតិញោមបងនេះខ្ញុំកណាអាត្មាសម្រុកចេញព្រះភាសារហូតដល់កឋិនហើយធ្វើអស់ណាសរុបទឹកចាក់សាបចាក់អីផងញោមច្រើនណាញោមអស់ជាង$20000បងណាហើយក៏បានប្រាក់ថវិកាពីកឋិនញោមញាតិដែលចូលរួមបន្តនេះខ្ញុំកណាអាត្មាក៏ចេះបិណ្ឌបាតបន្តទៀតបងមុននឹងបញ្ចប់នៅវីដេអូឃ្លីបនេះសូមខន្តីអព្យាស្រ័យក៏សូមប្រគេនពរប្រគេនបុណ្យនិងគោរពអញ្ជើញញោមមកចូលរួមបុណ្យឲ្យបានច្រើនកកទៀតហើយក៏សូមប្រមូលរូបថតអតីតញោមជួយប្រាប់អាត្មាផងដោយព្រឹកមិញអាត្មាទទួលរូបថតបងប្អូននៅថៃគឺញោមមេកលីសៀងអ្នកចាក់មីក្រូទៀតណាមេកលីសៀងក៏ចាក់មីក្រូនៅព្រីខ្ពស់នឹងតែម្ដងបងគាត់អ្នកស្រុកកំណើតព្រីខ្ពស់ប៉ុន្តែសម័យសង្គ្រាមគាត់កូនចៅគាត់បានចាក់ចេញទៅនៅថៃតែគាត់បានស្លាប់ហើយក៏បានរូបថតមកដែរអញ្ចឹងអាត្មាសូមបិណ្ឌបាតរូបថតញោមម្នាក់មួយស្លឹកណាដូនតាអ្នកជាពិសេសគឺអ្នកកសាងវត្តព្រីខ្ពស់នឹងតែម្ដងបងអញ្ចឹងសូមអរគុណនិងអរគុណហើយសូមញោមទស្សនានិងស្ដាប់ស្ពតបុណ្យបន្តទៀតដើម្បីបញ្ជាក់ថាថ្ងៃបុណ្យនៅថ្ងៃណាបងសូមអរគុណនិងអរគុណទៀតបនរំលឹកគុណអតីតអ្នកកសាងវត្តព្រៃខ្ពស់និងឧទ្ទិសកុសលជូនអតីតគ្រូចៅអធិការអាចារ្យគណៈកម្មការរួមទាំងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសយើងខ្ញុំជាព្រះសង្ឃអាចារ្យគណៈកម្មការអាជ្ញាធរដែនដីនិងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រៃខ្ពស់ស្ថិតនៅឃុំព្រៃខ្ពស់ស្រុកបវលខេត្តបាត់ដំបងបានផ្ដួចផ្ដើមធ្វើបុណ្យរំលឹកគុណដល់អតីតអ្នកកសាងវត្តចម្ពោះរុក្ខាវនារាមហៅវត្តព្រៃខ្ពស់អ្នកផ្ដាំបុណ្យព្រះសង្ឃអាចារ្យគណៈកម្មការអាជ្ញាធរដែនដីរួមទាំងកូនចៅប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអតីតចៅអធិការលោកតាស្រិលលោកតានំហុកលោកតាប្រកបលោកតាជឿមឆោមលោកតាធានផនលោកតាធានខំលោកតានៅលោកតាជួនឌឿនអតីតលោកអាចារ្យបៈអាចារ្យថងជឿបអាចារ្យភួងអាចារ្យឡាត់អាចារ្យខៀនឈឿនអាចារ្យចេកអឿងអាចារ្យសយអាចារ្យថាអាចារ្យឆាយមិត្តអាចារ្យសឹមអតីតគណៈកម្មការប៉លែបគណៈកម្មការដែងធម្មគណៈកម្មការមិត្តចិត្តគណៈកម្មការរិទ្ធពុកគណៈកម្មការប៉ែវណានគណៈកម្មការតាព្រៃគណៈកម្មការធានផុនគណៈកម្មការអ៊ូចរំគណៈកម្មការជាមហើគណៈកម្មការធីធិងគណៈកម្មការសុកថិនគណៈកម្មការរំទីបគណៈកម្មការតាសុកគណៈកម្មការតាឃ្លឿគណៈកម្មការតាម៉ាក់សូមគោរពអញ្ជើញអាយុដំលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ចូលរួមជាភ្ញៀវកិត្តិយសនិងអនុមោទនាបុណ្យកុសលរៀងៗខ្លួនដោយមេត្រីភាពកម្មវិធីបុណ្យថ្ងៃសៅរ៍8កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី5ខែមេសាឆ្នាំ2025វេលាម៉ោង 2:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទជិតឆ្ងាយវេលាម៉ោង 3:00 នាទីរសៀលនមស្ការសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិញ្ញវេលាម៉ោង 4:00 នាទីរសៀលនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនាវេលាម៉ោង 5:00 នាទីល្ងាចអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនីយអាហារវេលាម៉ោង 7 យប់មានកម្មវិធីតន្ត្រីអកដងរំលែងកម្សាន្តលុះដល់ថ្ងៃអាទិត្យ9កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី6ខែមេសាឆ្នាំ2025វេលាម៉ោង 7:00 នាទីព្រឹកប្រកិនយគូដល់ព្រះសង្ឃវេលាម៉ោង 9:00 នាទីព្រឹកពិធីរាប់បាតព្រះសង្ឃចំនួន80អង្គវេលាម៉ោង 11:00 នាទីថ្ងៃត្រង់វេផតហាប្រគេនដល់ព្រះសង្ឃនិងឧទ្ទិសកុសលជូនដល់ញាតិកាក្នុងសង្សារវត្តជាកិច្ចបញ្ចប់កម្មវិធីបុណ្យបញ្ជាក់ពិធីបុណ្យនេះធ្វើឡើងនៅវត្តព្រៃខ្ពស់ស្ថិតនៅឃុំព្រៃខ្ពស់ស្រុកបវលខេត្តបាត់ដំបងទំនាក់ទំនងមកកាន់លេខទូរស័ព្ទព្រះចៅអធិការ060 22 77 44 099 28 80 98និង096 600 95 90
សូមថ្លែងអំណរគុណចំពោះវត្តមានអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ដែលបានផ្ដល់កិត្តិយសដ៏ឧត្តមឧត្តមចំពោះគ្រួសារយើងខ្ញុំសូមអរព្រះគុណនិងសូមអរគុណ